ពិតជាខ្លោចចិត្តណាស់កូនប្រុសតាយាយដែលលិចទូកបាត់ខ្លួនបានបង្ហោះសារដង្ហើយហៅឲ្យអ្នកមានគុណត្រឡប់មកវិញកូនចាំហូបបាយជុំគ្នានៅយប់ថ្ងៃទី26ខែមិថុនាឆ្នាំ2025មានករណីលិចទូកដមួយគ្រឿងបណ្ដាលឲ្យបាត់ខ្លួនប្តីប្រពន្ធវ័យចំណាស់មួយគូនៅចំណុចកោះមាសឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលដែលតាមប្រភពព័ត៌មានបានឲ្យដឹងថារហូតដល់ល្ងាចថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះហើយនៅមិនទាន់រកឃើញតាយាយទាំងពីរនាក់ប្តីប្រពន្ធនៅឡើយទេទោះបីជាមានទាំងកម្លាំងសមត្ថកិច្ចព្រះសង្ឃអាជ្ញាធរពាក់ព័ន្ធរួមទាំងកងកម្លាំងរុករក911បានចុះដល់ទីតាំងកំពង់ដកោះមាសដើម្បីស្វែងរកតាយាយប្តីប្រពន្ធទាំងពីរនាក់ដែលបាត់ខ្លួននៅក្នុងទឹកទន្លេនោះក៏ដោយក្នុងនោះផងដែរបុរសដែលជាកូនប្រុសរបស់អ្នកទាំងពីរក៏បានបង្ហោះសារសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សាឪពុកម្ដាយរបស់លោកផងព្រមទាំងបានបង្ហោះសារទាំងស្រណោះស្រណោកថាឪអើយម៉ែអើយកុំទាន់ទៅណាចោលកូនណាឆាប់មកផ្ទះវិញណាឪម៉ែកូនហើយនឹងចៅកំពុងចាំបាយក្នុងនោះក៏មានសារជូនពរជាច្រើនពីមហាជនសូមឲ្យតាយាយទាំងពីរនាក់មានសុវត្ថិភាពនិងឆាប់រកឃើញពួកគាត់ផងដែរយ៉ាងណាក្តីចំពោះហេតុការណ៍លម្អិតដែលឈានដល់ការបាត់ខ្លួនជនរងគ្រោះទាំងពីរនាក់ខាងលើមិនទាន់មានប្រភពច្បាស់ការណាមួយបញ្ជាក់ថាមកពីមូលហេតុអ្វីឲ្យច្បាស់ដែរ